បើសិនជាអាចខ្ញុំចង់និយាយពាក្យថាស្រឡាញ់ចង់ឲ្យគាត់នឹងអង្គុយលើកទឹកចិត្តខ្ញុំចង់ឮស្រឡេងគាត់ដូចមុនចង់អោបគាត់ពេលដែលខ្ញុំមានបញ្ហាខ្ញុំស្ដាយដែលខ្ញុំអត់បាននៅក្បែរគាត់រហូតដល់ឥឡូវអត់មានម៉ាក់ខ្ញុំតើខ្ញុំនឹងទៅជាយ៉ាងណាព្រោះដោយសារតាគ្រប់ពេលមានបញ្ហាគឺម៉ាក់គាត់តែងតែនៅក្បែរយើងលើកចិត្តយើងជាពាក្យមួយដែលកម្រហាមត់និយាយថាកូនស្រឡាញ់ម៉ែកូនស្រឡាញ់ប៉ាកម្រពាក្យដែលនិយាយឲ្យធ្វើយើងពួរដាំកពាក្យដែលនិយាយឲ្យធ្វើយើងតឹងចិត្តហូរទឹកភ្នែកខ្លួនឯងមកខ្លួនតែពេលនៅផ្ទះនឹកកូនស្រឡាញ់ម៉ែនឹកកូនស្រឡាញ់ប៉ាកូនស្រឡាញ់ពុកគឺតែធូរមកអញ្ចឹងទោះបីជានិយាយទូរស័ព្ទក៏កម្រនិយាយពាក្យនឹងមួយគាត់ដែរសួស្ដីអូនសួស្ដីបងចាជួយណែនាំខ្លួនបន្តិចទៅខ្ញុំឈ្មោះម៉ូរ៉ាបងចាខ្ញុំឈ្មោះខេតខ្ញុំឈ្មោះសុកណាអញ្ចឹងថ្ងៃហ្នឹងអូនដឹងអីថាបងហៅអូនមកធ្វើអីថ្ងៃហ្នឹងបងហៅខ្ញុំមកសម្ភាសដឹងខ្លះដែរលេបចដងអីចឹងណាអញ្ចឹងបងចាប់ផ្ដើមណាចាបងអូខេបងចង់សួរអូនថារាល់ថ្ងៃមូរ៉ាគិតថាខ្លួនឯងជាកូនល្អអីរាល់ថ្ងៃខ្ញុំគិតថាល្អប៉ុន្តែវាអត់ 100% ទេបង50ដូចជាមិនសូវល្អទេព្រោះដោយសារតាយើងអត់មានដើរផ្លូវខឬក៏ធ្វើអីឲ្យគាត់ពិបាកចិត្តច្រើនទេប៉ុន្តែពេលខ្លះក៏យើងរឹងតឹងអត់សូវស្ដាប់ប្រកបគាត់ដែរព្រោះអត់សូវមានពេលវេលារកគាត់តែបើទោះជាបីមានពេលវេលារកគាត់ក៏អស់កាយមិនចឹងដងហាងគាត់ប្រងដូនណាំក្រោយពេលដែលមិននៅអារម្មណ៍កូនសែនសងសៅកូនទ្រាំទូទៅផានដីជាកូនស្រីដែលព្រោះម៉ាក់ខ្ញុំស្លាប់វាស្នាគ្មានកូនដើជីវិតកូនខ្វងភាពកងក្ដៅតែកូននៅស៊ូចូលដល់វ័យនេះហើយពេលវេលាមួយគាត់គឺឆ្ងាយមែនតើធ្លាប់គិតថាថ្ងៃណាមួយដែលរកលុយខ្លួនឯងបានច្រើនខ្ញុំនឹងចាយតាមអីដែលចង់តែសុបាយចិត្តកាលនោះធ្លាប់អង្គចិត្តជាមួយនឹងម៉ាក់រហូតដល់ចង់គិតថារត់ចេញពីផ្ទះរត់ចេញហ្មងបងអញ្ចឹងដៃគិតថាខ្លួនឯងធ្វើទង្វើបែបហ្នឹងចំពោះអ្នកផ្ទះឬក៏ចំពោះម៉ាក់ផ្ទាល់អញ្ចឹងគិតថាខុសខ្លាំងធ្លាប់គិតបងហើយក៏មានវិបដិសារីសម្រាប់ខ្លួនឯងដល់ឥឡូវគិតថាដែលលាក់បាំងគាត់ហ្នឹងគឺពេលដែលយើងពិបាកយើងអត់មានលុយយើងអត់មានអីអញ្ចឹងធម្មតាយើងក៏គឺត្រូវការអ្នកផ្ទះឬក៏អ្នកដែលយើងស្និទ្ធបំផុតត្រូវការពេលដែលយើងមានបញ្ហាយើងត្រូវការមនុស្សជាបង្គោលតែមានពេលមួយដែលយើងមានបញ្ហាហ្នឹងគឺខ្ញុំស្ថិតនៅក្នុងពេលធ្វើការយើងអត់មានលុយក្នុងខ្លួនទាំងអស់អញ្ចឹងអត់ដឹងថាគួរទៅប្រាប់គាត់ឬក៏រកអ្នកផ្សេងឬក៏រកបងអីចឹងឯងចឹងយើងត្រូវធំឲ្យគាត់ទេមកថាបើចេះកូនមានលុយអត់ធ្លាប់បងនៅចាំរឿងដែលគាត់ហាមឃាត់យើងហើយមួយវិញទៀតរឿងតកតងនឹងការចាយវាពេលខ្លះយើងចាយខ្លាំងពេកអីចឹងគាត់ក៏ខាត់យើងចឹងទៅក៏ទាស់ប្រកែកមួយគាត់ថាខ្ញុំដឹងហើយចេះខ្ញុំសំដីខ្លាំងសំដីធ្ងន់កាគាត់ចឹងទៅម៉ាក់យើងធ្លាប់កុហកពីនឹងចឹងបងធ្លាប់ខ្ញុំធ្លាប់គិតបងព្រោះដោយសារតាការពីខ្ញុំនៅរៀងក្មេងដែរគឺគាត់មានម្ដងដែរគាត់ឈឺរៀងធ្ងន់ដែរត្រូវទៅថៃ check up ហើយក៏ពេទ្យគេ confirm ថាត្រូវទៅ check up មើលអីអញ្ចឹងណាអញ្ចឹងខ្ញុំធ្លាប់គិតដែរថាគាត់អាចនឹងមានឈឺឡើងមកវិញប៉ុន្តែគាត់អត់ប្រាប់យើងអីអញ្ចឹងប៉ុន្តែគាត់ក៏តែងតែប្រាប់ថាអត់ទេគាត់អត់មានឈឺឡើងវិញអីទេគ្រាន់តែគាត់ទៅតាមការណាត់របស់ពេទ្យទេចុះធ្លាប់និយាយពាក្យថាស្រឡាញ់គាត់ទេធ្លាប់និយាយបានប៉ុន្មានតាំងពីតូចដល់ធំគឺខ្ញុំនិយាយរហូតអញ្ចឹងគាត់ថាខ្លួន
ខ្លួនឯងបានបង្ហាញក្តីស្រឡាញ់គ្រប់គ្រាន់ទៅកាន់គាត់ដែរទេ ចា ខាងដល់គិតខ្លួនម៉ាក់ធ្លាប់មានជំនឿបាក់ទេ មាន ហើយរៀនធ្លាប់ចង់សួរគាត់ថាម៉ាក់ខ្លួនឯងបានជាម៉ាក់បានជាម៉ាក់ជំនឿគាត់ ខ្ញុំគិតថាគាត់មានរឿងលាក់បាំងយើងច្រើនជាងដែលយើងលាក់បាំងគាត់ប៉ុន្តែខ្ញុំជ្រើសរើសស្ម័គ្រចិត្តឲ្យគាត់ស្ម័គ្រចិត្តមកប្រាប់យើងជាជាងយើងទៅសួរគាត់ព្រោះគាត់ធ្លាប់ប្រាប់បញ្ហាតូចខ្លះគាត់ថាក្នុងនាមជាម្ដាយបញ្ហាមួយចំនួនគាត់អាចដោះស្រាយបាន បើសិនជាមានពេលមួយដែលទាស់សម្ដីជាមួយម៉ាក់ខ្លាំងដែលគិតអត់ថាបើសិនជាអាចរើសមិនកើតជាកូនរបស់គាត់ធ្លាប់គិតទេ អត់ធ្លាប់ទេបងព្រោះដោយសារតាគ្រប់យ៉ាងតាំងពីទូចមកម៉ាក់គាត់តែងតាស្រឡាញ់មើលថែយកចិត្តទុកដាក់ពេលខ្លះក៏អត់បានដល់ 100% ទេប៉ុន្តែគាត់គិតពីយើងច្រើនដូចជាពេលយើងឈឺអីអញ្ចឹងគាត់ព្យាយាមមើលថែយើងទាំងដែលគាត់រវល់កិច្ចការងាររកស៊ីរបស់គាត់ ធ្លាប់គិតអន់ចិត្តទេថាក្នុងចំណោមកូនទាំងអស់គាត់ស្រឡាញ់កូនលំអៀងអត់សូវស្រឡាញ់យើង ធ្លាប់ មិនបានគិតអញ្ចឹង ព្រោះក្នុងឆ្នាំ 2019 ខ្ញុំពះពវៀនដុសខ្នែងខ្ញុំនៅពេទ្យតែម្នាក់ឯងពេលដែលពះពវៀនដុសខ្នែងហ្នឹងខ្ញុំនៅម្នាក់ឯងបងខ្ញុំក៏អត់មកប្អូនខ្ញុំក៏អត់មកម្ដាយខ្ញុំក៏អត់សួរសុខទុក្ខខ្ញុំដែរខ្ញុំអន់ចិត្តឡើងហ្នឹង តែងតែអន់ចិត្តថាចូលដល់វ័យប៉ុណ្ណេះហើយចូលដល់អាយុកាលប៉ុណ្ណេះគឺជាមនុស្សមួយដែលធំមនុស្សមួយដែលអាចដោះស្រាយបញ្ហាខ្លួនឯងបានហេតុអីឈោងទៅជួយម្ដាយអត់បានរឿងខ្លះគាត់ត្រូវមានបញ្ហាយើងជាកូនបើជាជួយគាត់អត់បាន រងថ្ងៃមូរ៉ាធ្លាប់អោបម៉ែ ធ្លាប់ប៉ុន្តែយូរម្ដង មិនបានអត់សូវជាបានអោបគាត់ដោយសារតែយើងឥឡូវធំហើយឬក៏ ដោយសារតែយើងធំទៅយើងមានអារម្មណ៍មួយថាពេលខ្លះអត់ហ៊ានណាបងរៀងខ្មាស់គាត់អីអញ្ចឹងណា ខាងធ្លាប់អោបម៉ែ ធ្លាប់ អោបបានមកដល់ ច្រើនដងដែរប៉ុន្តែពេលដែលអោបពេលដែលយើងចិត្តចង់អោបគាត់តែតែអូដាំគាត់ចឹងអត់ចង់ឲ្យគាត់ឃើញយើងយំឃើញអីទាំងអស់សុខចិត្តងាកមើលគាត់ក្រោយខ្នោះដើរចេញ ពេលដែលគាត់ឈឺអូនមានអារម្មណ៍ធ្លាប់គិតអត់ថាបើថ្ងៃណាមួយគាត់កំពុងឈឺអញ្ចឹងសក់ស្រាប់តែបាត់គាត់ពីលើលោកហ្នឹងតើអូននឹងមានអារម្មណ៍បែបណាបើសិនបើលែងបានហៅពីធម្មតាអញ្ចឹង ខ្ញុំសោកស្ដាយបងព្រោះខ្ញុំអត់ចង់បាត់បង់ព្រោះខ្ញុំបាត់បង់ពុកហើយខ្ញុំអត់ចង់បាត់បង់គាត់ទៀតប៉ុន្តែវានៅតែជាអត់ផុតទេខ្ញុំធ្លាប់គិតបងហើយពេលដែលគិតទៅពេលខ្លះគឺខ្ញុំអត់សម័យបានទេថានៅពេលដែលអត់មានម៉ាក់ខ្ញុំតើខ្ញុំនឹងទៅជាយ៉ាងណាព្រោះដោយសារតា គ្រប់ពេលមានបញ្ហាគឺម៉ាក់គាត់តែងតែនៅក្បែរយើងលើកចិត្តយើង ចំពោះអារម្មណ៍ហ្នឹងខ្ញុំតែងតែគិតពេលហ្នឹងគឺម្ដាយនៅឪពុកនៅចុះថ្ងៃក្រោយទៅពួកគាត់អត់នៅតែខ្ញុំគួរប្រឈមមុខបែបណាពេលគាត់មានបញ្ហាធ្ងន់គាត់ឈឺធ្ងន់តែខ្ញុំគួរធ្វើបែបណាតែខ្ញុំសម្រេចចិត្តបែបណាតែខ្ញុំមានអីដែលអាចដោះស្រាយរឿងហ្នឹងបានខ្ញុំគិតថាខ្ញុំបាច់ជាអាចប្រឈមរឿងហ្នឹងឯង ចំអារម្មណ៍ខ្លួនថាអាចជាអត់អាចប្រឈមនឹងអារម្មណ៍ដែលបាត់បង់គាត់ទេ ជាបញ្ហាមួយដែលពិបាកគិតបំផុតហើយក៏អត់ហ៊ានគិតថាថ្ងៃនេះអាចនឹងមកដល់ហើយក៏អត់ចង់ឲ្យវាមកដល់ដែរចង់ឲ្យវាកន្លងផុតទៅអត់ចង់ជួបរឿងហ្នឹង សុំណាបងសុំសួរសំណួរដែលរៀងពិបាកឆ្លើយបន្តិចនៅវេលារបស់គាត់ចុងក្រោយអូននៅតន់គាត់ទេ ខ្ញុំនៅធ្វើការនៅនឹងអត់តន់ទេ អត់បានទៅតន់ ចា ពេលហ្នឹង
អូនសម្រាប់អារម្មណ៍ដែលគេប្រាប់ខ្លួនគេថាអូនមានអារម្មណ៍មិនដែរ ខ្ញុំទទួលយកអត់បានព្រោះក្នុងថ្ងៃដែលគាត់ផុតដង្ហើមហ្នឹងគឺអារម្មណ៍ខ្ញុំគឺខ្ញុំដឹងថានឹងមានរឿងអីកើតឡើងព្រោះក្នុងថ្ងៃហ្នឹងខ្ញុំខលទៅគាត់ចង់10ដងព្រោះខ្ញុំទិញទូរស័ព្ទឲ្យគាត់មួយសម្រាប់តំណែងគ្នាប៉ុន្តែអត់មានអ្នកគេលើកទូរស័ព្ទខ្ញុំទេហើយក្នុងថ្ងៃហ្នឹងចាយដនប្អូនស្រីខ្ញុំហើយនឹងអូនថ្លៃខ្ញុំហ្នឹងគាត់ទៅចការចាំទីអញ្ចឹងក្នុងថ្ងៃហ្នឹងដែលម៉ែខ្ញុំផុតគឺអត់មានអ្នកគេនៅចិត្តគាត់ទាំងអស់គឺគាត់នៅតែម្នាក់ឯង កូនចង់មានម៉ែមានម៉ែឬក៏មុនមានតែម៉ែស្រឡាញ់កូនជាងគេក្នុងលោកនេះ ខ្លួននិយាយថាស្រឡាញ់គាត់ទេ តាមដែលចាំបានមួយរយៈក្រោយគឺអត់ដែលនិយាយទៀតហ្នឹងជាមួយគាត់ទេហើយក៏ជាពាក្យមួយដែលកម្រហាមាត់និយាយថាកូនស្រឡាញ់ម៉ែកូនស្រឡាញ់ប៉ាកម្រពាក្យដែលនិយាយឲ្យធ្វើយើងអួលដាំកពាក្យដែលនិយាយឲ្យធ្វើយើងតឹងចិត្តហូរទឹកភ្នែកខ្លួនឯងមកគាត់តែពេលនៅផ្ទះកូនស្រឡាញ់ម៉ែកូនស្រឡាញ់ប៉ាកូនស្រឡាញ់ពុកគឺតែហូរមកអញ្ចឹងទោះបីជានិយាយទូរស័ព្ទក៏កម្រនិយាយពាក្យហ្នឹងមួយគាត់ដែរ ខ្ញុំចង់ប្រាប់ម៉ាក់ថាខ្ញុំស្រឡាញ់ម៉ាក់ហើយខ្ញុំពិតជាអរគុណម៉ាក់មែនតើរយៈពេលជាង20ឆ្នាំនេះដែលម៉ាក់ចិញ្ចឹមមើលថែខ្ញុំតាំងពីខ្ញុំចាប់ដើមដឹងក្តីមកគឺខ្ញុំឃើញថាម៉ាក់ស្រឡាញ់មើលថែយកចិត្តទុកដាក់សម្រាប់កូនមែនតើហើយក៏ចង់សុំទោសគាត់ដែលពេលខ្លះគឺយើងមានសម្ដីតូចសម្ដីធំឆ្គាំឆ្គងទៅលើគាត់ពេលខ្លះយើងដើរហើរធ្វើឲ្យគាត់ពិបាកចិត្តគាត់អត់សុបាយចិត្តបើសិនជាអាចខ្ញុំចង់និយាយពាក្យថាស្រឡាញ់ខ្ញុំចង់ឲ្យគាត់នឹងអង្គុយលើកទឹកចិត្តខ្ញុំព្រោះឥឡូវខ្ញុំកំពុងតែមានខ្ញុំកំពុងតែពិបាកខ្ញុំកំពុងតែទទួលអារម្មណ៍ដូចគាត់ពីមុនខ្ញុំចង់លើសលេងគាត់ដូចមុនចង់អោបគាត់ពេលដែលខ្ញុំមានបញ្ហាហើយខ្ញុំចង់ប្រាប់ខ្ញុំស្ដាយដែលខ្ញុំអត់បាននៅក្បែរគាត់រហូតដល់ឥឡូវ ជាការផ្ដែផ្ដាំរបស់ខ្ញុំក្នុងអំឡុងពេលដែលអ្នកទាំងអស់គ្នានៅមានម្ដាយនៅមានឪពុករស់នៅជាមួយគ្នាអត់នៅបែកគ្នាខ្ញុំសប្បាយចិត្តណាស់ដែលអ្នកទាំងអស់គ្នារស់នៅក្នុងសង្គមមួយដែលឪពុកម្ដាយនៅជាមួយគ្នាមានពេលវេលាជុំញ៉ាំបាយជុំគ្នាប៉ុន្តែត្រឡប់មកមើលខ្ញុំវិញសូម្បីតែពេលបាយញ៉ាំជុំគ្នាឥឡូវក៏ពួកខ្ញុំអត់មានពេលដែរយូរម្ដងមិនពួកខ្ញុំទៅដល់ខេត្តញ៉ាំបាយជុំគ្នាមើលឪពុកម្ដាយអញ្ចឹងសូមរក្សាពេលវេលានេះបានល្អអារម្មណ៍ញ៉ាំបាយនៅផ្ទះក្លិនបាយមកនៅផ្ទះជាក្លិនដែលគួររក្សាភាពចងចាំកុំបណ្ដោយឲ្យពេលវេលាដែលយើងរស់នៅជាមួយឪពុកម្ដាយនៅពេលហ្នឹងឃ្លាតឆ្ងាយទៅហើយចងចាំថាការយើងនៅពីតូចគឺយើងនៅមួយឪពុកម្ដាយយើងខ្លាំងណាស់យើងញ៉ាំបាយមួយគ្រប់ពេលវេលាប៉ុន្តែឥឡូវគឺយើងមានតែរស់នៅជាមួយនឹងសង្គមការងារយើងញ៉ាំបាយជាមួយអ្នកនៅធ្វើការយើងញ៉ាំបាយជាមួយមិត្តភ័ក្តិជាមួយគ្រួសារប្តីប្រពន្ធប៉ុន្តែយើងអត់បានញ៉ាំបាយជាមួយឪពុកម្ដាយយើងទៀតទេ ជាចុងក្រោយខ្ញុំសូមផ្ដាំថាអ្នកដែលមានពុកម្ដាយនៅចិត្តឲ្យគួរតែថែគាត់ឲ្យបានល្អគាត់ចង់បានអ្វីដែលគាត់ចង់យើងធ្វើឲ្យគាត់ទៅហើយកុំធុញនឹងគាត់ល្អច្រើនធម្មតាមនុស្សចាស់គាត់ប្រែប្រួលហើយបើមានគាត់ថែគាត់ឲ្យបានល្អបំផុតដែលអាចធ្វើបាននៅក្នុងនាមជាកូនបើសិនជាអត់បានធ្វើអីឲ្យគាត់សុបាយចិត្តទេក៏កុំធ្វើឲ្យគាត់ពិបាកចិត្តដោយសារយើងច្រើនព្រោះចាប់ថាយើងសំណាងថ្ងៃដែលយើងមានម្ដាយហៅអ្នកខ្លះទៀតគាត់អត់មានម៉ាក់ហៅទៀតទេហើយខ្ញុំចង់ប្រាប់ថាបើយើងមានខុសអីយើងមានឆ្កងអីទៅលើគាត់យើងសុំទោសគាត់ទៅកុំខ្មាស់អៀនយើងចង់អោបគាត់យើងអោបគាត់ទៅប្រាប់គាត់ថាយើងស្រឡាញ់គាត់ទៅព្រោះមនុស្សយើងមើលអត់ដឹងទេថាយើងនឹងបែកចេញពីគ្នានៅពេលណាបើសិនជាថ្ងៃណាមួយដែលយើងបាត់បង់ទៅហើយយើងទៅស្ដាយក្រោយយើងទៅអុជធូបនៅមុខរូបថតគាត់ប្រាប់គាត់ថាអូយើងស្រឡាញ់គាត់ណាស់យើងចង់សុំទោសគាត់ក៏គាត់លែងដឹងលែងឮទៀតដែរអញ្ចឹងតើគាត់នៅមានជីវិតរស់នៅក្បែរយើងធ្វើល្អជាមួយគាត់ទៅស្ដាប់ប្រកបគាត់ទៅហើយក៏មើលថែគាត់វិញតាមអ្វីដែលយើងអាចធ្វើបានយើងចង់ជូនអីទៅគាត់យើងចង់សុំទោសគាត់យើងចង់និយាយមិនទៅកាន់គាត់យើងប្រាប់ឲ្យហើយទៅតន់ម៉ាក់យើងនៅដឹងនៅឮនៅស្ដាប់យើងបាននៅអាចមើលឃើញយើង សូមឲ្យអ្នកទាំងអស់គ្នា
ដែលបានមើលវីដេអូហ្នឹងសូមរក្សាពេលវេលានៅជាមួយម្ដាយបានល្អកុំឲ្យពេលបាត់បង់ពួកគាត់ធ្វើឲ្យសោកស្ដាយខ្លួនឯងកុំចាំដល់ពេលយកបាយម្ហូបទៅដល់មុខភ្នោទើបសោកស្ដាយនឹកឃើញការញ៉ាំបាយមួយពួកគាត់អរគុណ អរគុណច្រើនខេតសម្រាប់ការចូលរួមនៅថ្ងៃនេះហើយក៏សូមផ្ដាំទៅអ្នកទាំងអស់គ្នាដោយដែលខេតបាត់បានប្រាប់នឹងចឹងថាថែរក្សាពេលវេលាដែលល្អជាមួយគ្នាជាមួយក្រុមគ្រួសារព្រោះនៅលើโลกនេះអត់មានអ្នកណាដែលល្អជាងក្រុមគ្រួសារយើងទេហើយក៏គ្មានអ្នកណាដែលរំយើងពិតដូចជា